សម្រាប់បងប្អូនដែលបានជាវម៉ាស៊ីន scan CTY 500 Pro ទី2ហើយបងប្អូនបានចូលជាមួយនឹង key program បងប្អូនចង់ទាញកូដបាទ ECM ណា ID នេះចេញពី ECM បាទដោយមិនចាំបាច់វះបតហ្នឹងគឺបងប្អូនទាញជាមួយនឹងបាទម៉ាស៊ីន scan យើងបានណាបាទតែនេះខ្ញុំជាប់ជាមួយនឹងដុំរបស់ខ្ញុំបាទហើយវីដេអូនេះខ្ញុំធ្វើជូនទៅដល់បងប្រុសដែលបានជាវជាមួយនឹងដុំបាទសម្រាប់ធ្វើការទាញជាមួយនឹងបាទ ECM ID ណាយកមកច្រឡំ tele អញ្ចឹងបងរហូតដូចដែលវាទៅជាមួយនឹងជើងម៉ាញ់តូប្រភេទscope 2នេះណាបាទហើយភ្ជាប់ជាមួយនឹងឌុយបាទនេះឌុយសេរីខ្ពស់អង្គការយើងបាទហើយបន្ទាប់មកគឺបងបាទចាប់ផ្ដើមចាប់ជាមួយនឹងទ្វារតគុយបងណានេះមានទ្វារតគុយនេះចាប់ទ្វារតគុយមកហើយបងយកមកដោតណាបាទបងយកមកដោតជាមួយនឹងបាទឌុយនេះបងនេះឌុយនេះណាកន្លែងនេះជួយនេះមកដោតឡើងនេះទៅវិញនេះដោតឡើងនេះមកបាទអូខេអញ្ចឹងពេលបងដោតបានហើយបងចាប់ផ្ដើមចូលកម្មវិធីដើម្បីបាទអានជាមួយនឹងបាទ ECM ID វាណាបាទអញ្ចឹងយើងចូលមកអានកន្លែងណាបាទចូលមើល key program បាទបន្ទាប់មកយើងយក Honda បាទបន្ទាប់មកយើងយកបាទលេខទី5ណាបងបាទ ECM IMO ID OBD ណាចុចអូខេមកបាទអញ្ចឹងបន្ទាប់មកយើងត្រូវស្វែងយល់អំពី Magneto អញ្ចឹង Magneto នេះគឺជាប្រភេទ Magneto key hin ណាបាទវាមាន key hin ហើយនឹងC ទាំងកែនណាបាទអញ្ចឹង key hin យើងចូល key hin មកបាទចូល key hin យើងចុចអូខេមួយទៀតមកបាទអញ្ចឹង smart key ណា smart key ចុចអូខេមកបាទអានេះ key hin IMO ណាយើងអូខេមកបាទអញ្ចឹងខាងលើបងចាប់ដើមចូលទៅអានជាមួយនឹងលេខ Magneto ណាបាទចុចអូខេមកបាទអញ្ចឹងកន្លែងនេះគេទាមទារមុខងារដើម្បីធ្វើការតបជាប់យើងតបជាប់ហើយណាបាទដោយភ្លើងនេះយើងតបជាប់អស់ហើយអញ្ចឹងបានចាប់ដើមចុចអូខេបាទអញ្ចឹងកន្លែងនេះគេឲ្យយើងដកណាដកបាទដកនោះយើងស្មើនឹងយើងបាទបិទនៅចំណុចកន្លែងនេះណាបាទណាយើងបិទនេះសិនបាទយើងចុចអូខេបើគេថាភ្លាត់បាទយើងបើកវិញណាបាទអញ្ចឹងយើងបើកនេះវិញណាបាទនេះបាទនេះឥឡូវយើងកំពុងតែធ្វើការអានណាបងណាបាទអញ្ចឹងងាយទេបងណាងាយទេឧបករណ៍ដែលបងគៀវទៅនេះគឺងាយស្រួលទេអត់ពិបាកទេហើយអានបានលឿនមែនតើបងនេះអានបានលឿនណាអញ្ចឹងរបៀបបងចង់ចម្លង tele ណាបាទនេះបងចង់ចម្លង tele បាទបងអានមកបងកាត់លេខនឹងមកហើយណាបាទនេះគឺជារបៀបអានចេញពី Magneto ហើយបើសិនជាបងអានចេញពី bot ណាអានចេញពី bot បងត្រូវប្រើ adapter ពួកបងបញ្ចូលជាមួយនឹង key full program ណាបាទអញ្ចឹងឈុតហ្នឹងមាន adapter មានឌុយមានអីមួយសាច់តែម្ដងណាអញ្ចឹងបងយកឈុតធំ